ក្មេងស្រីរូបនេះទើបតែត្រូវបាននាំមកដល់ផ្ទះនៅថ្ងៃដំបូងរបស់នាងកូនស្រីចិញ្ចឹមបានលោតចូលទៅក្នុងអាងទឹកដោយចេតនានាងបានបង្ខូចកេកឈ្មោះក្មេងស្រីនោះដោយនិយាយថានាងបានរុញនាងថែមទាំងប្រើកូរសំឡេងក្នុងចិត្តគេរបស់នាងដើម្បីទាមទារការអាណិតអាសូរពីអ្នករាល់គ្នាប៉ុន្តែអ្វីដែលពួកគេមិនបានដឹងនោះគឺថាក្មេងស្រីដែលនៅចំពោះមុខពួកគេបានចាប់បដិសន្ធឡើងវិញហើយនៅក្នុងជីវិតមុនរបស់នាងត្រូវបានកូនស្រីចិញ្ចឹមកុហកនិងបង្ខូចកេកម្ដងហើយម្ដងទៀតដែលនាំឲ្យបងប្អូនប្រុសរបស់នាងស្អប់នាងយ៉ាងខ្លាំងដើម្បីបង្ហាញភាពគ្មានទោសពៃរបស់ខ្លួនក្មេងស្រីរូបនេះបានជ្រើសរើសស្លាប់ក្នុងជីវិតនោះប៉ុន្តែកូនស្រីចិញ្ចឹមបានប្រើខុសសំឡេងក្នុងចិត្តរបស់នាងម្ដងទៀតដោយនិយាយថាក្មេងស្រីនិងអ្នកបើកបរបានសម្ដែងជាមួយគ្នាក្មេងស្រីរូបនេះទើបតែដឹងនៅពេលស្លាប់ថាអ្នករាល់គ្នាអាចឮកូរសំឡេងក្នុងចិត្តគេរបស់កូនស្រីចិញ្ចឹមនៅពេលដែលនាងបើកភ្នែកម្ដងទៀតនាងបានចាប់បដិសន្ធឡើងវិញនៅថ្ងៃដែលកូនស្រីចិញ្ចឹមបានបង្ខូចកេកនាងឲ្យលោតចូលទៅក្នុងអាងទឹកលើកនេះនាងសម្រេចចិត្តមិនឲ្យគេគ្រប់គ្រងទៀតទេឃើញកូនស្រីចិញ្ចឹមកំពុងប្រើគូសំឡេងក្នុងចិត្តគេរបស់នាងដើម្បីបង្កជម្លោះហើយបង្វែរឪពុកនិងបងប្អូនប្រុសឲ្យស្អប់នាងក្មេងស្រីរូបនេះក៏បានរុញកូនស្រីចិញ្ចឹមចូលទៅក្នុងអាងទឹកផ្ទាល់តែម្ដងហើយចុចក្បាលនាងឲ្យលិចក្រោមទឹកបងប្រុសរបស់នាងបានមកបញ្ឈប់នាងភ្លាមប៉ុន្តែក្មេងស្រីបានប្រាប់គាត់ឲ្យមើលប្អូនស្រីរបស់គាត់ទៅពេលនោះទើបអ្នករាល់គ្នាដឹងថាកូនស្រីចិញ្ចឹមចេះហែទឹកកូនស្រីចិញ្ចឹមភ័យស្លន់ស្លោហើយប្រើខុសសំឡេងក្នុងចិត្តរបស់នាងដើម្បីកុហកដោយនិយាយថាវាគឺជាប្រតិកម្មសភាពកត់របស់នាងដែលបានជួយសង្គ្រោះនាងក្រុមគ្រួសារត្រូវបានគេបោកប្រាស់ម្ដងទៀតហើយទាមទារឲ្យបណ្ដេញក្មេងស្រីនោះចេញក្មេងស្រីក៏បានទូរស័ព្ទទៅគូដណ្ដឹងរបស់នាងភ្លាមតាមពិតទៅមុនពេលជីតារបស់នាងទទួលមរណភាពគាត់បានប្រគល់នាងឲ្យមើលថែដល់គូដណ្ដឹងនោះបុរសនោះបានប្រញាប់ប្រញាល់មកដល់ដោយប្រកាសថាក្មេងស្រីរូបនេះគឺជាមនុស្សសំខាន់បំផុតក្នុងគ្រួសារក្មេងស្រីបានបញ្ជាឲ្យក្រុមគ្រួសារចាក់ចេញភ្លាមបុរសនោះបានឲ្យអង្គរៈបោះចោលសម្ភារៈទាំងអស់របស់ពួកគេប៉ុន្តែម្ដាយបានទូចថានេះជាផ្ទះរបស់នាងក្មេងស្រីក៏បានយកបណ្ណកម្មសិទ្ធិផ្ទះសេញមកបញ្ជាក់ថាជីតារបស់នាងបានប្រគល់ផ្ទះនោះឲ្យនាងរួចហើយក្រុមគ្រួសារមិនជឿប៉ុន្តែកូនស្រីចិញ្ចឹមបានប្រើគូសំឡេងក្នុងចិត្តគីរបស់នាងដោយនិយាយថាជីតាគ្រាន់តែខ្លាចនាងមិនមានមរតកហើយបានឲ្យផ្ទះមួយខ្នងសម្រាប់រស់នៅប៉ុណ្ណោះក្រុមគ្រួសារបានជឿពាក្យរបស់នាងហើយនិយាយថាពួកគេនឹងទទួលបានមរតករាប់រយពាន់លានដុល្លារក្រោយមកនៅក្នុងកិច្ចប្រជុំមរតកកូនស្រីចិញ្ចឹមបានធ្វើពុតជាស្លូតត្រង់ម្ដងទៀតអ្នករាល់គ្នាបានចោទប្រកាន់ក្មេងស្រីនោះភ្លាមឪពុកបានប្រកាសនៅមុខអ្នកគ្រប់គ្នាថាចាប់ពីពេលនេះទៅគាត់ទទួលស្គាល់តែកូនស្រីចិញ្ចឹមជាកូនរបស់គាត់ប៉ុណ្ណោះក្មេងស្រីដើរទៅឈរមើលការសម្ដែងរបស់ពួកគេអ្នករាល់គ្នាគិតថានាងមិនដឹងគុណនាងបាននិយាយថានាងមិនដែលយកលុយមួយកាក់ពីគ្រួសារឡើយប៉ុន្តែឪពុកគិតថានាងនិយាយបែបនេះគ្រាន់តែចង់ឲ្យពួកគេមានកំហុសប៉ុណ្ណោះបន្ទាប់មកគាត់បានប្រកាសជាសាធារណៈថាគាត់នឹងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយនាងក្មេងស្រីបាននិយាយថានាងសង្ឃឹមថាពួកគេនឹងរក្សាពាក្យរបស់ពួកគេឪពុកបានប្រាប់មេធាវីយ៉ាងអន្ទះសារឲ្យប្រកាសមរតកប៉ុន្តែអ្វីដែលនឹកស្មានមិនដល់មេធាវីបានអានឈ្មោះក្មេងស្រីនោះចេញអ្នករាល់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង